ម្រាមដៃដ៏លឿនរបស់ខ្ញុំរត់លើប្រកបបញ្ជាដោយភ្លេចបន្ទោលពេលខ្ញុំកំពុងប្រយុទ្ធជាមួយមិត្តរួមការងាររបស់ខ្ញុំ Andy ខណៈដែលមនុស្សគ្រប់គ្នាផ្សេងទៀតកំពុងលើកទឹកចិត្តពីចំហៀងអ្នកធ្វើដូចម្ដេចបានឡើងកម្រិតនោះតើអ្នករៀនចលនាទាំងនេះពីណាពីជ្រុងងឹតនៃអ៊ីនធឺណិតដ៏ជ្រៅមិត្តរបស់ខ្ញុំហើយខ្ញុំកំពុងត្រៀមបំបាក់អ្នកឲ្យខ្ទេចជាមួយនឹងនោះខ្ញុំបានបង្ហាញចលនាសម្ងាត់ចុងក្រោយរបស់ខ្ញុំហើយបំផ្លាញសត្រូវអ្នកជាអ្នកចាញ់ខ្ញុំជាអ្នកឈ្នះម៉ាក់អ្នកត្រូវទិញម្ហូបមាន់ឲ្យខ្ញុំញ៉ាំស្រាប់តែមានភាពស្ងប់ស្ងាត់ដូចអាចជើសម្លេងធាក់មជុលហើយខ្ញុំបានបង្វិលមុខទៅប្រឈមមុខអ្នកគ្រប់គ្រងហាងកាកូគឺក៏ម៉ាក់របស់ Andy អ្នកមាន10វិនាទីដើម្បីសម្អាតរឿងញញ៉ៃនេះហើយត្រឡប់ទៅធ្វើការងាររបស់អ្នកវិញបើមិនដូច្នោះទេអ្នកនឹងត្រូវបោះចោលសួស្តីខ្ញុំឈ្មោះ Ellie ខ្ញុំជាអ្នកជំនាញកុំព្យូទ័រអ្នកលេងហ្គេមអ្នក Hack និងជាគ្រូបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះខ្ញុំដឹកនាំជីវិតមួយដ៏រំភើបខ្លាំងនៅក្នុងពិភព Virtual តែជីវិតរបស់ខ្ញុំក្នុងពិភពពិតវិញគឺធម្មតាមែនទែនរហូតដល់មួយថ្ងៃអ្វីទាំងអស់បានផ្លាស់ប្ដូរទាំងស្រុងអាចចាស់យើងនិយាយអ្វីនេះញឹកញាប់នៅទីនេះមែនទេប៉ុន្តែមុននឹងខ្ញុំបន្តសូមចុច like និង subscribe ផងចាប់តាំងពីខ្ញុំតូចខ្ញុំមានចិត្តលងលក់ទៅលើកុំព្យូទ័រណាស់ដល់ពេលខ្ញុំអាយុ12ឆ្នាំខ្ញុំបានសរសេរកូដបង្កើតកម្មវិធីហើយសូម្បីតែធ្វើ hack កម្រិតមូលដ្ឋានផងដែរហើយខ្ញុំក៏ស្រឡាញ់លេងហ្គេមដល់ថ្នាក់ជាប់ពាក់ផងដែរខ្ញុំគិតថាខ្ញុំគួរឲ្យចាប់អារម្មណ៍ណាស់តែគំនិតនោះមិនសូវមានអ្នកយល់ស្របទេដល់ពេលខ្ញុំចូលមកជុំសិក្សាខ្ញុំស្ទើរតែស្គាល់ស្រួលជាមួយការចូលអង្គុយទៅអ្នកត្រូវបោះបង់ទៅហើយអ្វីនៅផ្ទះក៏មិនខុសគ្នាឡើយខ្ញុំត្រូវបានចិញ្ចឹមដោយម៉ាក់ម្នាក់ឯងដែលគាត់ផ្ទុយពីខ្ញុំទាំងស្រុងម៉ាក់គឺជាមនុស្សសង្គមម្នាក់ដែលចូលចិត្តរៀបចំពិធីជប់លៀងដ៏ប្រណិតសម្រាប់មិត្តភក្តិមានសម្បត្តិរបស់គាត់ហើយតែងតែព្យាយាមជួបជុំខ្ញុំជាមួយកូនប្រុសរបស់គាត់ពីខ្សែស្រមោលមួយម៉ាក់ខ្ញុំអាចឡើងបន្ទប់ខ្ញុំបានទេខ្ញុំបានបរិភោគគុយទាវច្រើនពេលកាលពីមុនខ្ញុំមិនសូវស្រួលខ្លួនទេគុំគិតថាអ្នកបោកខ្ញុំបានទេអេលីមើលក្មេងប្រុសនោះឯណោះឃើញទេគាត់នៅលាវហើយមានលុយច្រើនណាស់ទៅនិយាយជាមួយគាត់ទៅក្មេងប្រុសនោះលេងបាល់ទាត់នៅសាលារបស់ខ្ញុំហើយគាត់ក៏មានក្មេងស្រីល្បីជុំវិញផងខ្ញុំក៏ដើរទៅសួស្ដីខ្ញុំអូព្រះម្ចាស់សូមជួយខ្លួនឯងទៅបន្ទាប់មកខ្ញុំក៏អុបចេញលើក្បាលក្មេងប្រុសនោះទាំងមូលក្មេងស្រីជាអ្នករាំ cheerleader ដូចជាធម្មតាថ្ងៃបន្ទាប់ខ្ញុំក្លាយជាមនុស្សដែលគេអស់សំណើចនៅសាលាហើយខ្ញុំចាប់ផ្ដើមលាក់ខ្លួននៅបណ្ណាល័យមួយថ្ងៃខ្ញុំកំពុងលេងហ្គេមមួយខណៈដែលខ្ញុំទទួលបានការអញ្ជើញចូលរួមប្រកួតស្វែងរកដំណក់សម្បត្តិវេរាក្នុងអនឡាញដែលមានរង្វាន់លុយធំមួយសេចក្តីប្រកាសបានសរសេរថាមានតែអ្នកលេងហ្គេមឆ្លាតវៃនិងខិតខំប៉ុណ្ណោះដែលគួរចូលរួមវាដូចជាអ្នកណាម្នាក់កំពុងពិពណ៌នាអំពីខ្ញុំឆ្លងកាត់បញ្ហាទាំងអស់យ៉ាងងាយស្រួលប៉ុន្តែពេលខ្ញុំទៅដល់កម្រិតចុងក្រោយកុំព្យូទ័រខ្ញុំស្ទើរតែបង្ហាញថាឈប់ដំណើរការហើយបន្ទាប់មកវាក៏ស្ងៀមស្ងាត់ទៅទេប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមនៃព្រឹត្តិការណ៍អកុសលជាច្រើនបន្តបន្តិចក្រោយថ្ងៃខួបកំណើត18ឆ្នាំរបស់ខ្ញុំម្ដាយខ្ញុំបានឈឺធ្ងន់យ៉ាងចោលវិជ្ជាបណ្ឌិតបានធ្វើតេស្តជាច្រើននិងព្យាបាលដោយខ្លាយខ្លាប៉ុន្តែគ្មានអ្វីសម្រេចសោះហើយយើងមានវិក័យប័ត្រពេទ្យជាច្រើនដែលយើងមិនអាចបង់បានទេព្រោះកាត់អន្ទានរបស់ម្ដាយខ្ញុំទាំងអស់ត្រូវបានដកលុយលើយើងក្រីក្រហើយខ្ញុំក៏ឈឺផងដែរសូមស្វែងរកបុរសមានសម្បត្តិដើម្បីឲ្យអូនមានជីវិតល្អខ្ញុំគួរធ្វើដូចម្ដេចដែរក្មេងប្រុសសំបីតែមិនសូវយកចិត្តទុកដាក់ខ្ញុំផងយើងក្រីក្រសូមស្វែងរកបុរសមានសម្បត្តិសូមស្វែងរកកូនស្រីរបស់ខ្ញុំតើខ្ញុំបាននិយាយអ្វីអូនស្រីស្វែងរកបុរសមានសម្បត្តិឬបុរសរបស់ខ្ញុំខ្ញុំមានន័យថាសូមស្វែងរកបុរសមានសម្បត្តិបន្ទាប់មកម្ដាយខ្ញុំបានធ្លាក់ចូលស្ថានភាពសន្លប់ជីវិតខ្ញុំបានបែកជ្រុង180ដឺក្រេខ្ញុំមិនដឹងថាម្ដាយនឹងជាសះស្បើយពេលណាទេខ្ញុំកំពុងលេចក្នុងបំណុលពិន្ទុសិក្សាក៏ធ្លាក់ហើយខ្ញុំមានអារម្មណ៍ថាឯកាខ្លាំងប៉ុន្តែមានថ្ងៃមួយខណៈដែលខ្ញុំកំពុងចាក់ចេញពីការងារមានបុរសម្នាក់មករត់មកខ្ញុំហើយដាក់ឧបករណ៍មកចូលដៃខ្ញុំរួចគាត់រឹបគេខ្លួនបាត់អ្នកត្រូវបានជ្រើសរើសសម្រាប់បេសកកម្មសម្ងាត់កម្រិតខ្ពស់សារនេះនឹងបំផ្លាញខ្លួនឯងក្នុងរយៈពេល30វិនាទីខ្ញុំបានអានព័ត៌មានលម្អិតយ៉ាងលឿនខ្ញុំនឹងរកលុយបានច្រើនហើយធ្វើការជាមួយកុំព្យូទ័រនិងប្រព័ន្ធសុវត្ថិភាពពេញមួយថ្ងៃតើអ្វីនេះពិតមែនទេជីវិតខ្ញុំក៏ធ្លាក់ដល់កម្រិតទាបបំផុតរួចហើយដូច្នេះវាក៏គួរតែសាកល្បងស្វែងយល់មើលដែរខ្ញុំបានយល់ព្រមហើយមុនពេលម៉ោងផុតកំណត់1វិនាទីខ្ញុំបានបោះឧបករណ៍នោះឡើងលើអាកាសហើយវាបានផ្ទុះអញ្ចឹង Mission Impossible Ray ថ្ងៃបន្ទាប់ខ្ញុំត្រូវបានយកទៅដោយយន្តហោះឯកជនទៅកាន់មណ្ឌលសម័យទំនើបមួយជាមួយអ្នកចូលចិត្តកុំព្យូទ័រច្រើនអ្នកពេញមួយថ្ងៃយើងធ្វើការលើកម្មវិធី Hack កូដកុំព្យូទ័រនិងការសម្រួលស្មុគស្មាញយើងក៏ត្រូវបានផ្ដល់អាហារនិងកន្លែងស្នាក់នៅផងដែរហើយជាលើកដំបូងខ្ញុំបានស្ថិតនៅជាមួយមនុស្សដែលខ្ញុំមានអ្វីមួយស្រដៀងគ្នាមួយសប្តាហ៍បន្ទាប់ខ្ញុំកំពុងរវល់ធ្វើការនៅលើទូររបស់ខ្ញុំពេលបុរសម្នាក់ដែលចាស់ជាងខ្ញុំប៉ុន្មានឆ្នាំដើរចូលមកខ្ញុំមានអារម្មណ៍ដូចជាមេត្រីកស្ទើរតែខូច
ដូចជាខ្ញុំជាអេលីនៅក្នុងវិស័យផ្សេងមួយដែលអេលីអាចស្រឡាញ់ក្មេងប្រុសម្នាក់តែម្ដងតាំងពីពេលដំបូងដែលបានឃើញហើយគាត់មានរូបរាងដូចកីឡាករល្បី Keanu Reeves កាលនៅវ័យក្មេងប៉ុន្តែពាក់វ៉ែនតាផ្លាំងណាស់ខ្ញុំមិនចាំថាតើខ្ញុំបានអន្តែចេញពីកៅអីរបស់ខ្ញុំពេលណាទេប៉ុន្តែស្រាប់តែខ្ញុំឃើញខ្លួនឯងឈរនៅមុខគាត់ ខ្ញុំអាចជួយអ្វីអ្នកបានទេ ប្រហែលជាខ្ញុំអាចជួយអ្នកបានខ្ញុំជាមនុស្សដែលចូលចិត្តជួយគេណាស់ជួយឲ្យខ្ញុំជួយអ្នកសំទោសឲ្យខ្ញុំអូយខ្ញុំទើបតែចាក់ភ្នែកខ្លួនឯងឲ្យខ្ញុំណែនាំខ្លួនឯងសិនសួស្ដីខ្ញុំឈ្មោះ Samali ខ្ញុំមានន័យថា Ellie វាជាឈ្មោះកាត់របស់ Elinor យល់ណាយល់ឯងខ្ញុំបន្តដៃរបស់ខ្ញុំចេញហើយពេលគាត់ចាប់ដៃខ្ញុំបានស្រែកឡើង មានអ្វីកើតឡើង អូវាមិនមែនជាកំហុសរបស់អ្នកទេវាគ្រាន់តែជាការចាប់ដៃរឹងមាំណាស់ហើយខ្ញុំមានកម្រិតទ្រាំឈឺទាបណាស់ទៅម្ដងមួយខ្ញុំធ្លាក់សន្លប់ពេលផ្លែប៉ោមធ្លាក់ពីដើមមកបុកក្បាលខ្ញុំវាមិនមែនជាប៉ោមរឹងផងដែរវាជាប៉ោមដែលរលួយហើយទន់ភុយផងប៉ុន្តែគាត់ដើរចេញទៅខណៈខ្ញុំនៅតែបន្តនិយាយ នោះគឺជាប្រធានក្រុមហ៊ុនណាស្រីឲ្យ អូ Gigabytes របស់ខ្ញុំមនុស្សពាក់កណ្ដាលទេវតានេះជាអ្នកគ្រប់គ្រងខ្ញុំឬគាត់ឈ្មោះ Liam Finch គាត់អាចដោះស្រាយបញ្ហាណាក៏បានបំបីកូដណាក៏បានហើយគាត់មើលទៅអស្ចារ្យណាស់ពេលធ្វើវាខ្ញុំមានអារម្មណ៍ចូលចិត្តគាត់យ៉ាងខ្លាំងហើយវាហាក់ដូចជាខ្ញុំឈួតផងហើយខ្ញុំមិនអាចមិនគិតដល់ពាក្យម្ដាយដែលនិយាយអំពីការស្វែងរកបុរសមានសម្បត្តិដើម្បីមានជីវិតល្អប្រសើរឡើយតែខ្ញុំមើលទៅថ្លៃខ្នោះហើយក៏ក្លិនថ្លៃផងដែរខ្ញុំត្រូវធ្វើឲ្យគាត់សួរខ្ញុំចេញទៅជួបហើយខ្ញុំបានបង្វិលទៅសួរ Asbrain Chu សម្រាប់កន្លេសជួយថ្ងៃបន្ទាប់ខ្ញុំបានទៅធ្វើការជាមួយសម្លៀកបំពាក់ខ្លីតឹងហើយខ្ញុំក៏បានប្រើលេដាក់ស្បែកឲ្យមើលទៅស្មើច្រើនដូច model ស្អាតដែលខ្ញុំបានឃើញលើអ៊ីនធឺណិតភ្នែកគ្រប់គ្នាបានមើលមកខ្ញុំហើយខ្ញុំប្រកាសថា Liam ក៏នឹងមានអារម្មណ៍ដូចគ្នា មុនពេលយើងចាប់ផ្ដើមប្រជុំនេះខ្ញុំចង់សួរអ៊ីម៉ៃមួយតើអ្នកកំពុងមានប្រតិកម្មអ្វីមួយឬ អ៊ីម៉ៃសូមនិយាយទៅមិនថាអ្នកជានរណាក៏ដោយអ្នកគ្រប់គ្រងកំពុងសួរអ្នកអីអូសូមរងចាំអ្នកមានន័យថាខ្ញុំឈ្មោះ Helly ហើយទេខ្ញុំសុខសប្បាយខ្ញុំ គិតថាអ្នកគួរតែទៅបន្ទប់ទឹកមានថ្នាំប្រឆាំងអាឡែស៊ីនៅក្នុងប្រអប់ជួយបឋមនៅទីនោះ នេះមិនមែនជាប្រតិកម្មដែលខ្ញុំរំពឹងទុកទេប៉ុន្តែពេលខ្ញុំមើលខ្លួនឯងក្នុងកញ្ចក់ខ្ញុំស្រែកឡើងព្រោះលេដាក់ស្បែកបានរំលែងពណ៌ស្បែកខ្ញុំឲ្យទឹមដូចការ៉ុតមានកាំរស្មីថ្ងៃបន្ទាប់ខ្ញុំទៅធ្វើការដោយពាក់រោមភ្នែកធំខ្លាំងខ្លាយប៉ុន្តែរបស់ទាំងនោះធ្វើឲ្យភ្នែកខ្ញុំមានអារម្មណ៍ធ្ងន់ហើយខ្ញុំមិនអាចបញ្ឈប់ការព្រួយភ្នែកបានទេក្រោយមកនៅក្នុងបន្ទប់បាយមិត្តរួមការងារម្នាក់បានមកជិតខ្ញុំខណៈដែលខ្ញុំកំពុងរងចាំជួទទួលអាហារថ្ងៃត្រង់ហើយគាត់មានសាច់ប៉េងប៉ោះបន្តិចនៅលើបូម៉ាត់លើ ហើយ Ellie ខ្ញុំបានឃើញអ្នកក្នុងកិច្ចប្រជុំថ្ងៃនេះ អូខេខ្ញុំក៏បានឃើញអ្នកដែរបងតែជាមុនសិនអ្នកមានអ្វីមួយនៅទីនេះមិនដឹងមកពីណាបរោះនោះបានទាញខ្ញុំឲ្យចិត្តហើយបញ្ចប់ដោយផ្ដោតស្នេហាជ្រាបទឹកលើបូម៉ាត់ខ្ញុំបានរុញគាត់ចេញហើយវាគាត់យ៉ាងខ្លាំង Ellie ចឹងទៅដំបូងអ្នកតែងតែព្រួយភ្នែកមើលខ្ញុំពេញកិច្ចប្រជុំបន្ទាប់មកអ្នកសួរឲ្យខ្ញុំឲ្យញ៉ាំអ្នកហើយបន្ទាប់មកអ្នកវាខ្ញុំទៀត សំទោសអីចឹងគាត់បានធ្វើឲ្យមានរឿងធំទៅកាន់ Liam អំពីការត្រូវវាយហើយបន្ទាប់មកគាត់បានលេចឈប់ គាត់ជាអ្នកកូដពូកែបំផុតម្នាក់ហើយអ្នកធ្វើឲ្យគាត់ឈប់ ចឹងគាត់វាយខ្ញុំជាមុនគាត់ចង់មកស្រឡាញ់ខ្ញុំហើយវាធ្វើឲ្យខ្ញុំស្អប់ អ្នកប្រកាសទេហេតុអ្វីមាននរណាចង់ស្រឡាញ់អ្នក ហេតុអ្វីគ្មាននរណាចង់ធ្វើបែបនោះទេតែ Liam đãចេញទៅដោយមិនឆ្លើយតបអ្វីសោះប៉ុន្មានថ្ងៃបន្ទាប់ Liam បានរៀបចំពិធីលាតូចមួយសម្រាប់លេខាធិការរបស់គាត់ Jessica នាង Jessica គឺស្អាតដូច model ហើយធ្វើឲ្យខ្ញុំធន់ទ្រាំណាស់ខ្ញុំក៏សប្បាយចិត្តណាស់ដែលបានឃើញនាងចេញទៅ Hey Jeffy ខ្ញុំសោកស្ដាយណាស់ដែលអ្នកចាក់ចេញចង់ឲ្យខ្ញុំជួយដាក់អេវ៉ាន់ទេខ្ញុំជាមនុស្សជួយគេបានច្រើនណាស់រងចាំអត់មែនទេនេះមិនមែនជាឧបករណ៍ទម្ងន់ក្រដាសរបស់ក្រុមហ៊ុនទេនេះជារបស់ខ្ញុំយកមកពីផ្ទះខ្ញុំប្រកាសថាវាជារបស់ការិយាល័យតែប៉ុណ្ណោះវាគ្រាន់តែជាឧបករណ៍ទម្ងន់ក្រដាសប៉ុណ្ណោះអ្នកកំពុងហៅខ្ញុំថាជាមនុស្សរួចឬហេតុអ្វីខ្ញុំមិនយកវាចេញពីអ្នកទៅទេយើងមិននិយាយរឿងនេះឲ្យនរណាម្នាក់ដឹងទេសូមសង្វាមកវិញទៅអ្នកជាមនុស្សអាក្រក់វាមិនមែនជារបស់អ្នកទេ Jessie អ្នកកំពុងលួចរបស់មេដល់មិនដឹងខ្លួនពេលយើងទាំងពីរទាញឧបករណ៍ទម្ងន់ក្រដាសនោះខ្ញុំស្រាប់តែបាត់សំទល់ឲ្យហើយទម្លាក់វាបានហោះទៅប៉ះច្រមុះសិបនិមិត្តដ៏ល្អឥតខ្ចោះរបស់ Jessica អេមីកាត់អីហ្នឹងបើលេខាខ្ញុំយករបស់ឥតប្រយោជន៍នឹងចេញពីទីនេះតើខ្ញុំខ្វល់ដែរទេខ្ញុំគ្រាន់តែព្យាយាមធ្វើអ្វីដែលត្រឹមត្រូវប៉ុណ្ណោះលោក អ្វីដែលត្រឹមត្រូវគឺត្រូវបញ្ឈប់ការធ្វើឲ្យបុគ្គលិករបស់ខ្ញុំរងរបួស ព្រឹកថ្ងៃបន្ទាប់ខ្ញុំបានលើកទឹកចិត្តខ្លួនឯងនៅក្នុងបន្ទប់បុគ្គលិកមុនចូលធ្វើការល្អហើយពេលពីរបីថ្ងៃមុនមកនេះមិនល្អទេ Ellie តែថ្ងៃនេះជាថ្ងៃថ្មីសម្រាប់បង្ហាញឲ្យគ្រប់គ្នាឃើញថាអ្នកជាស្រីស្រស់ស្អាតឆ្លាតវៃម្នាក់អ្នកអាចធ្វើបានដែរស្រី
ឥឡូវនេះត្រូវស្រឡាញ់ខ្លួនឯងផងខ្ញុំបានប៉ុនប៉ងថារូបភាពខ្លួនឯងប៉ុនពេលបើភ្នែកឡើងវិញខ្ញុំញាប់អើខ្លាំងពេកឃើញឡែមឈោពីក្រោយខ្ញុំ សូមអញ្ជើញរក្សាអាជីពនិយមនិងហាត់សមត្ថភាពថើបរបស់អ្នកនៅកន្លែងឯកជនបានទេដែលខ្ញុំសូមបន្ថែមថាត្រូវការអនុវត្តបន្ថែមយ៉ាងច្រើនអាយ៉ា អានេះទេវាមិនមែនជាអ្វីដែលវាជាឡើយអូព្រះជាម្ចាស់នេះស្ទើរតែអាក្រក់ដូចថ្ងៃដែលម៉ាក់ចូលស្ថានភាពសន្លប់ថ្ងៃបន្ទាប់ខណៈខ្ញុំកំពុងរវើកូដខ្ញុំមិនអាចឈប់គិតអំពីសមត្ថភាពថើបរបស់ខ្លួនបានទេខ្ញុំបានបង្វិលទៅរកអ្នកប្រឹក្សាដែលជឿទុកចិត្តគេបំផុតគឺ Google ប៉ុន្តែខ្ញុំបើកដំភ្ជាប់ដំបងវីរុសមួយប្រភេទបានលេចឡើងលើអេក្រង់របស់មនុស្សគ្រប់គ្នាប្រព័ន្ធរបស់អ្នកកំពុងត្រូវគេវាយប្រហារហើយនឹងត្រូវបំផ្លាញភ្លាមលេចហើយបន្ទាប់មកអេក្រង់ទាំងអស់ក៏ងើបទៅមានភាពស្ងៀមស្ងាត់ភ្ញាក់ផ្អើលមួយរីករាយដល់ទូទាំងបន្ទប់ នរណាដែលបើកដំភ្ជាប់មិនមានសុវត្ថិភាពដែរ ខ្ញុំមានអារម្មណ៍តូចដូចស្រមោលមួយខ្ញុំសុំទោសណាស់ឡែមវាជាកំហុសតិចតួចក្នុងការ